កូនប្រុសជាទីស្រឡាញ់រឿងគូស្រកររបស់កូនម៉ែមិនចង់លូកដៃចូលទៅជ្រៀតជ្រែកកូនទេតែម៉ែគ្រាន់តែចង់ណែនាំកូនខ្លះអំពីមនុស្សស្រីដែលកូនមិនគួរយកមកធ្វើជាគូអនាគតម៉ែដឹងថាមនុស្សយើងគ្មាននរណាល្អឥតខ្ចោះនោះទេតែក៏មិនចង់ឲ្យកូនយកមនុស្សស្រីអាក្រក់ពេកដែរបើមិនបានល្អឥតខ្ចោះទេសូមត្រឹមតែប្រហាក់ប្រហែលម៉ែក៏បានដែរមនុស្សស្រីចូលចិត្តអេកអូចនិយាយដើមគេចាក់ចុចអុចអាឆ្កឹះឆ្កៀលឲ្យគេឆ្លោះទាស់តែងគ្នាកូនប្រុសម្ដាយមិនគួរយកជាភរិយាឡើយមនុស្សស្រីមិនចេះស្រឡាញ់ឪពុកម្ដាយមិនមានចិត្តកតញ្ញូចូលចិត្តដើរលេងភ្លើតភ្លើនភ្លេចមុខភ្លេចក្រោយសម្បូរដោយល្បិចកាច់កលមីយា100ចំពោះពូកែភូតផកុហកបោកប្រាស់មិនស្គាល់ចាប់មិនស្គាល់ទុំមិនចេះសំរុំរឹកពៀឆ្មាំងឆ្មៃស្រីទាំងអស់នេះកូនក៏មិនគួរយកជាភរិយាដែរមនុស្សស្រីមានសម្រស់ឆើតឆាយខ្លាំងពេកសម្បូរបរោះចោមរោមស្រឡាញ់ច្រើនអាងមានសម្រស់ចូលចិត្តដើរតាក់ទាញរីមុនស្នេហ៍ដាក់មនុស្សប្រុសមិនរើសមុខចូលចិត្តដើរលេងយកប្រលប់ព្រមច្រៀងស៊ីផឹកចាយលុយខ្ជះខ្ជាយមិនចេះស្រឡាញ់ខ្លួនបណ្ដេតបណ្ដោយឲ្យបរោះទាំងឡាយប៉ះពាល់បានដោយសេរីមិនចេះទុកដាក់ថែរក្សាទ្រព្យសម្បត្តិមនុស្សស្រីបែបនេះបើកូនយកមកគូជីវិតនឹងរលាយលរត់ជាមិនខានមនុស្សស្រីដែលឲ្យតម្លៃទៅលើតែវត្ថុសម្ភារៈនិយមហឺហាស៊ីវិល័យស្រឡាញ់តែមាសប្រាក់ជាងទឹកចិត្តជាពិសេសស្ត្រីដែលឈ្មោះថាជាប្រពន្ធគេកូនក៏មិនគួរគិតដល់ដែរនឹងមនុស្សស្រីដែលពូកែផឹកស្រាដូចប្រុសពូកែឆ្លោះទាស់តែងពូកែលេងល្បែងស៊ីសងពូកែដើរលេងមិនគិតកូនមិនគិតប្តីស្ត្រីទាំងអស់នេះបើអាចជៀសបានកូនគួរតែជៀស